សំទោម៉ាក់ក៏វាយឯងដោយមិនដឹងខ្លួនដែរប៉ុន្តែឯងមិនអាចធ្វើបែបនេះទេគឹមរ៉ាន់ទើបតែចូលមកពេលនេះមិនទាន់រៀបចំវ៉ាលីរួចផងហេតុអីឯងចង់ឲ្យនាងរើចេញមិនថាឯងទទួលស្គាល់ឬអត់ទេតែគឹមរ៉ាន់គឺជាកូនស្រីរបស់ប៉ាម៉ាក់ផ្ទះនេះគឺជាផ្ទះរបស់គឹមរ៉ាន់ឆ្លៀតពេលនេះពួកយើងនិយាយគ្នាឲ្យច្បាស់ទៅឯងថានាងគួរឲ្យខ្លាចនិយាយចំពោះឯងយល់ថាម៉ាក់បង្កើតឯងគួរឲ្យអាណិតណាស់មែនទេនិយាយចំពោះម៉ាក់ក៏ដូចគ្នាដែរដោយសារនាងបោះបង់ប៉ាម៉ាក់ឯងមកខឹងនឹងគឹមរ៉ាន់ហើយឯងស្ដីដាក់នាងបែបនេះម៉ាក់ក៏ចេះខឹងដូចគ្នាដែរសូមវល់ចុះកុំធ្វើបែបនេះដាក់គឹមរ៉ាន់ទៀតតើមានរឿងអីហ៎យ៉ាងម៉េចនឹងមានរឿងអីឆ្លោះគ្នាជាមួយនឹងជុងវ៉នហេតុអីច្បាស់ជាមានមូលហេតុហើយជុងវ៉នមិនមែនជាមនុស្សរករឿងគ្មានមូលហេតុទេនាងយល់ថាខ្លួនឯងដូចត្រូវគឹមរ៉ាន់ធ្វើបាបអត់ទេមិនត្រឹមតែប៉ុណ្្នឹងទេពេលនេះនាងយល់ថាអយុត្តិធម៌គឹមរ៉ាន់ទើបតែចូលមកនាងក៏និយាយថាគឹមរ៉ាន់គួរឲ្យខ្លាចគួរឲ្យស្អប់គួរឲ្យព្រឺសម្បុរថាឲ្យគឹមរ៉ាន់បោះបង់ចោលឪពុកម្ដាយបង្កើតនាងជុងវ៉នពិតជានិយាយបែបនេះហីចាខ្ញុំស្ដាប់ហើយខឹងខ្លាំងពេកក៏ទះកំភ្លៀងនាងដោយមិនដឹងខ្លួនថាម៉េចអូនទះកំភ្លៀងកូននេះបងឡើងទៅមើលទៅនាងត្រូវខ្ញុំវាយលើកទី1ប្រកាសជារងការវាយប្រហារហើយតាំងពីតូចមកខ្ញុំមិនដែលវាយនាងទេសំទោខ្ញុំពិតជាសំទោទើបតែចូលមកក៏ឲ្យមានរឿងបែបនេះខ្ញុំពិតជាសំទោមែនអត់អីទេនេះមិនអាចមកពីឯងទេមកពីពេលនេះចុងវ៉នពិបាកចិត្តខ្លាំងពេកហើយម៉ាក់ក៏ណាស់ទៀតដោយសារតែម៉ាក់អន្ទះសារពេកមិនបានទុកពេលឲ្យចុងវ៉នពិចារណាហេតុនេះឯងត្រូវតែទទួលនាងឲ្យអត់ធ្មត់រងចាំចាខ្ញុំប្រកាសជាព្យាយាមអត់ធ្មត់ល្អអរគុណហើយម៉ាក់ជឿជាក់ឯងចានិយាយជាមួយប៉ាទៅកូនប៉ាចូលទៅហើយហើយមិនក៏ខ្លាចទៅជាបែបនេះបរិយាកាសក្នុងផ្ទះផ្លៃអស់ហើយមិនដឹងថាគួរឈរនៅខាងណាទេលពូឈរនៅខាងណាក្នុងនាមជាពូពេលក្មេងៗឆ្លោះគ្នាត្រូវឈរនៅកណ្ដាលមិនកាន់ជើងម្ខាងទេមិនកាន់ជើងក៏បានដែរតែនិយាយត្រង់ទៅលពូបារម្ភពីខាងណាជាងខាងណាសិតតែជាក្មួយស្រីដូចគ្នានិយាយចំពោះពូឯងទាំង3នាក់សិតតែជាត្បូងមានតម្លៃក្នុងដៃពូយ៉ាលោកពូខ្ញុំចាស់ទុំបន្តិចហើយទើបអាចនិយាយស្ដីដូចជាមនុស្សធំបែបនេះបានពេលជួបគ្នាដំបូងលោកពូនៅដូចជាកូនក្មេងនិយាយស្ដីទៀងត្រង់ហើយពេលបារាណពោលថាមន្ត្រីចាស់ជាមន្ត្រីស្មោះត្រង់មើលទៅលោកពូរើសយកចុងវុនហើយបើអញ្ចឹងខ្ញុំយុទ្ធធម៌ទៅចុះខ្ញុំគួរតែឈរខាងគីមរ៉ាន់លោកពូប្រាប់ឲ្យថាមន្ត្រីចាស់ស្មោះត្រង់អត់
ចាប់ក្រោកពីព្រលឹមមានដង្កើស៊ីដង្កើងើបពីព្រឹកត្រូវចាប់ស៊ីកុំជាងអីណាពួកយើងទៅដល់លេងទៅឆុងដាំដងញ៉ាំមីទៅជាល្អទេជុំវណានិយាយចំពោះប៉ាម៉ាក់ ចានិយាយចំពោះប៉ាម៉ាក់ខ្ញុំជាកូននាងក៏ជាកូនគឺជាកូនស្រីប៉ាម៉ាក់ដូចគ្នាប៉ុន្តែការប៉ັດមិនមែនបែបនោះទេខ្ញុំក៏ចង់ជឿថាបែបនោះដែរខ្ញុំសួរប៉ាសំណួរក្មេងខ្ចីមួយចុះបើសិនខ្ញុំហើយនឹងនាងធ្លាក់ចូលទន្លេជាមួយគ្នាប៉ាទៅជួយអ្នកណាមុនជាខ្ញុំឬក៏នាងប៉ាប្រហែលជាឯងចេះហែលទឹកខ្លះគីមរ៉ាន់មិនចេះទេហេតុនេះជួយគីមរ៉ាន់ហើយចាំជួយឯងមិនចឹងមែនទេទោះជាខ្ញុំចេះហែលទឹកយ៉ាងណាពេលដែលប៉ាទៅជួយនាងខ្លួនខ្ញុំបានលិចបាត់ទៅហើយមិនអាចដកដង្ហើមបានទេខ្ញុំមិនអាចរងចាំប៉ាជួយខ្ញុំបានទេប្រកាសជាត្រូវលិចស្លាប់ តើអ្វីទៅដែលធ្វើឯងមានចិត្តមិនស្ងប់បែបនេះពិតជាយល់ថាខ្លួនឯងត្រូវគិមរ៉ាន់ធ្វើបាបទេចាមិនស្ងប់ទេនឹកដល់នាងក៏មិនស្ងប់យល់ថានាងមិនធម្មតានាងគួរឲ្យខ្លាចពើពលណាស់ថាម៉េចខ្ញុំក៏មិនដឹងដែរហេតុអីខ្លួនឯងបែបនេះតែខ្ញុំគឺបែបនេះហើយយល់ថានាងអាចប៉ះពាល់ដល់ឆាកជីវិតរបស់ខ្ញុំ យល់ថានាងអាចដណ្ដើមគ្រប់យ៉ាងពីក្នុងដៃខ្ញុំទៅពេលឃើញនាងខ្ញុំក៏ញ័រខ្ញុំយល់ថាខ្លាចខ្លាំងណាស់ពិតជាធ្ងន់ធ្ងរណាស់បើរស់នៅក្រោមលំបូលតែមួយត្រូវតែពិចារណាឲ្យទើបបានដាច់ខាតមិនចាញ់ទេប៉ាខ្ញុំមិនចាក់ចាញ់ពីផ្ទះនេះទេបើខ្ញុំចាក់ចាញ់ពីផ្ទះនេះគឺទទួលស្គាល់ថាខ្ញុំមិនមែនជាកូនស្រីរបស់ប៉ាម៉ាក់ ហេតុនេះសូមកុំឲ្យខ្ញុំចាក់ចាញ់ឯងខ្ញុំចង់ការពារឆាកជីវិតរបស់ខ្លួនឯងខ្ញុំមិនចង់ឲ្យអ្នកដណ្ដើមគ្រប់យ៉ាងពីខ្ញុំទៅទេជុំវនចប់គ្នាថ្ងៃនេះមិនចាំថ្ងៃស្អែកលាស្រីចិត្តកាយបានហើយបកគលផ្ទះឲ្យខ្ញុំវិញមកអ្នកណាក៏មានការលំបាកខាងផ្នែកសេដ្ឋកិច្ចដែរប៉ុន្តែកុំចេះតែឲ្យខ្ញុំយល់នោះបងជាខែវិញយ៉ាងមិនដែរហើយព្រោះពេលនេះលុយដែលពួកខ្ញុំមានគឺពិតជាមិនអាចបង់ស្របានពិតមែនណាចង់ឲ្យខ្ញុំនិយាយប្រមាណដងទៀតខ្ញុំត្រូវការលុយខ្លាំងណាស់ព្រោះកូនខ្ញុំចិត្តរៀបការឲ្យត្រូវត្រៀមបណ្ដាការឲ្យគេខ្ញុំរើភ្លាមខ្ញុំមិនដឹងទៅណីណាទេតើតើពួកខ្ញុំរកផ្ទះជួលបានទៅរើចេញខ្ញុំមិនដឹងទេខ្ញុំបានចុះកិច្ចសន្យាជាមួយគេរួចហើយថ្ងៃទី20នេះពួកគេនឹងរើមិននៅហើយដល់ពេលនោះអ្នកទី2ត្រូវរើចេញអ្នកមីងថ្ងៃទី20ខែនេះហ៎អញ្ចឹងឲ្យពួកខ្ញុំនឹងកូនដេកតាមចាំផ្លូវមែនទេអើយថ្ងៃការកូនប្រុសខ្ញុំបានកំណត់រួចហើយខ្ញុំក៏ធ្វើដោយបង្ខំចិត្តដែរពេលនេះខ្ញុំត្រូវទៅចុះហត្ថលេខាជួលផ្ទះផងអ្នកទី2រៀបចំអីវ៉ាន់ណាអូ ក្រវាចឹងគិតយ៉ាងម៉េចទេលុយនេះគឺគីមរ៉ាន់ឲ្យខ្ញុំយកមកឲ្យដូចជាសែកអីនាងបានមកពីណាគឺជាលុយដែលលាឈប់របស់នាងលុយលាឈប់ហ៎មើលដល់តែ30លានផងហីឯងយកទៅវិញទៅពួកយើងមិនអាចទទួលបានទេទទួលទៅនេះមិនមែនជាលុយទេជាទឹកចិត្តរបស់គីមរ៉ាន់ណាអ៊ំស្រីដឹងហើយតែខ្ញុំមិនអាចទទួលទឹកចិត្តនេះបានទេយកទៅវិញទៅកុំនិយាយច្រើនឆាប់យកទៅវិញទៅគុំគិតជាអីបាក់វាណាពេលនេះគីមរ៉ាន់គឺដេកនៅលើគំនោលុយទៅឲ្យលុយទាំងអស់នេះគឺជាលុយចំនួនច្រើនសម្រាប់ពួកយើងតែចំពោះគីមរ៉ាន់3លានគ្រាន់តែជាលុយដែលនាងតិចស្កកស៊ូញ៉ាំតែប៉ុណ្ណោះទេនាងយល់ថាសមហើយទើបឲ្យពួកយើងទទួលតែជាប៉ាគេទេជាមនុស្សដែរទេស្អីគេត្រឹម30លាន
ស្អីទិញកស្ករកៅស៊ូញ៉ាំនេះមិនមែនជាលុយទេគឺជាយុវវ័យរបស់គឹមរ៉ាន់យើងមិនមែនជាលុយទេវាជាញើសឈាម10ឆ្នាំរបស់គឹមរ៉ាន់ដែលយកយុវវ័យនាងទៅបដូរដឹងទេមែនហើយនេះឲ្យទើបនាងទុកឲ្យម៉ាក់វាឲ្យចាយនឹងណា កុំចង់បានឲ្យសោះគ្មានផ្លូវទេសំបីប្រហោងបង្អួចក៏គ្មានដែរកុំចង់ប៉ះពាល់លុយនេះឯងយកទុកទៅហើយយកទៅឲ្យនាងវិញជំនួសខ្ញុំផងពួកលោកខានជួបគ្នាយូរហើយលោកខ្វាងណាំបងណៃយូរយៈពេលនេះចិញ្ចើមលោកដោះវិញអីតើគួរតែដល់ពេលកោចេញហើយមិនទេអាចងរៃសំនេះស្លាប់ហេតុអីនិយាយបែបនេះត្បិតថាខ្ញុំមិនដឹងថាមានរឿងអីប៉ុន្តែសូមពួកលោកចេញទៅដោះស្បែកជើងចេញទៅអីអើយអាឡិតមកថ្មីមិនស្គាល់មេឃខ្ពស់ដីក្រាលនេះអីជិះណាជាអ្នកអីជិះណាអីហូយ៉ាមែនវ៉ៃអញ្ចឹងយើងត្រូវការនិយាយជាមួយនឹងម្ចាស់ផ្ទះអ្នកជួលផ្ទះថយចេញលើកខ្ញុំឲ្យពួកលោកចេញទៅដោះស្បែកជើងទេចេញទៅដោះស្បែកជើងសិនទៅធុញនឹងជីវិតហើយមើលទៅលបងហេឆាប់មើលទៅនេះស្អីគេ30លានហេខ្លាំងណាស់មកមានលុយហើយហេតុអីក៏មិនប្រញាប់យកសងយើងភ្លាមហ៎អាយឬមើលក៏ចង់ឲ្យយើងពាក់សំបីជើងមាសមកចំផ្ទះរបស់ឯងរាល់ថ្ងៃអាយ៉ាមិនមែនជាលុយរបស់ខ្ញុំទេឲ្យវិញមកមិនមែនជាលុយរបស់ខ្ញុំទេការពិតរឿងនេះមិនតេតទៅនឹងយើងទេឯងដោះស្រាយដោយខ្លួនឯងទៅលុយនៅសល់បើមួយអាទិត្យទៀតមិនសងទេយើងប្រកាសជាខឹងជាមិនខានទេឯងមានកូនស្រីស្អាតណាស់មែនទេយើងក៏មិនដឹងថាអាចធ្វើអ្វីចំពោះនាងដែរថ្ងៃនេះយើងនឹងយកវាចេញទៅដែលស្ងាត់មានរឿងអីចាំមួយអាទិត្យក្រោយនិយាយគ្នាតាន់សម្រួលនេះហើយលុយឈប់សិនឲ្យវិញមកអូយឲ្យវិញមកឲ្យលុយខ្ញុំវិញមកឆាប់ឲ្យមកណាមីងមុនខ្ញុំខឹងខ្លាំងជាងនេះថយចេះឆ្ងាយទៅនេះពួកខ្ញុំនឹងសងទោះជាសងមិនបានទាំងអស់ក៏ពួកខ្ញុំព្យាយាមសងដែរខ្ញុំនឹងលក់ផ្ទះលក់ហាងសូមលោកឲ្យលុយខ្ញុំវិញមកនេះមិនមែនលុយពួកខ្ញុំទេមិនមែនលុយសម្រាប់ចាយវាយផ្ដេសផ្ដាស់នោះទេមិនមែនជាលុយដែលអាចឲ្យពួកលោកទៅដល់ងាយបែបនេះទេឲ្យមកខ្ញុំវិញមកឲ្យមកខ្ញុំមកខ្ញុំនឹងយកប្លង់ដីផ្ទះខ្ញុំឲ្យលោកឲ្យលុយនេះមកខ្ញុំមកណាក៏បានដែរយើងឲ្យនៅផ្ទះនេះក៏លក់បាន200លានណាចាំទៅយកប្លង់ភ្លាមមកហើយមិនបាច់ធ្វើបែបនេះទេអ៊ំស្រីត្រូវមើលលិខិតចម្ពាក់សិនទៅបានបើដឹងច្បាស់ថាគេខ្ចីលុយលបាយហើយនៅតែឲ្យខ្ចីទៀតមិនបាច់សងក៏បានដែរណាឡិតឯងដូចជាថ្លឹងធំពេកហើយនឹងនេះច្បាប់ពលរដ្ឋមាត្រាទី103យោងតាមច្បាប់ស្តីពីការប្រព្រឹត្តប្រឆាំងនឹងសង្គមរាល់ការរំលោភប្រព្រឹត្តខុសច្បាប់សន្តិភាពក្នុងសង្គមកិច្ចព្រមព្រៀងចាត់ទុកជាមុខៈតាមម៉េចស្អីគេបំណុលលេខ5នៃចំពុកទី9បើធ្វើឲ្យគុំបំណុលឬអ្នកជាប់ពាក់ព័ន្ធធ្វើការសងលុយចម្ពាក់ដោយប្រើអំពើហិង្សារហូតដល់ចាប់គុំបំណុលឃុំឃាំងដើម្បីឲ្យសងបំណុលធ្វើឲ្យគុំបំណុលរងការផិតភ័យនិងប៉ះពាល់ដល់ស្មារតីបៀតបៀនធ្ងន់ធ្ងរដល់ការរស់នៅនិងប្រកបការងារផ្សេងជនល្មើសនឹងត្រូវជាប់ពន្ធនាគារពី3ឆ្នាំឡើងទៅឬពិន័យជាប្រាក់30លានវ៉ុនខ្ញុំជាសាក្សីគីមរ៉ាន់គឺជាជនរងគ្រោះនិងមានលិខិតបញ្ជាក់ពីមន្ទីរពេទ្យទៀតហើយនេះឯងចង់ធ្វើយ៉ាងម៉េចប្រើច្បាប់មកដោះស្រាយខ្ញុំនឹងធ្វើជាសាក្សីឃើញផ្ទាល់ភ្នែកបើសិនជាពួកលោកឈ្នះក្តីពួកខ្ញុំយល់ព្រមនឹងសមបំណុលទាំងនោះត្រូវហើយតាំងពីខែ1ឆ្នាំ2009មកលិខិតខ្ចីប្រាក់គឺធ្វើដោយឯកតោភាគីនៅលើលិខិតខ្ចីមានតែត្រាគ្មានហត្ថលេខាអ៊ំប្រុសទេមែនទេ
បើលោកមិនសុខចិត្តអាចវាយខ្ញុំបានមិនចឹងសង្ស័យមកខ្ញុំវិញហើយរងចាំដំណឹងសន្យាក្នុងមួយសប្តាហ៍ខ្ញុំនឹងផ្ដល់ដំណឹងដល់លោក Nè, ơi, hả lợt đi vậy. Chọn cái niệm ngày đi, mình chẳng ngày dài, lìa dây chân cái. ក្នុងលោកនេះវ័យវ័យគឺមានហេតុមានផលព្រោះគ្រប់យ៉ាងដែលបងបានផ្ដល់ជាស្នេហ៍ខ្លាំងខ្លា Cứ bảo nó, ai trôi từ bản tiếng. ចាចាអាចចូលមកបាន បងមិនដែលរីករាយពេលនៅក្បែរអូនទេចេញអង្គុយ Ai cúi đại tướng. Cầm bông mưa xếp hở. Ai mưa xếp hở ấy. ចាគឺ Ai mới chấm nào vào rộng kháng bọc bông xài ấy. ចាចាប់អារម្មណ៍ Mượn ấy. ដោយសារគ្មានពេលនិងលក្ខខណ្ឌគ្រប់គ្រាន់ទៅខ្ញុំបោះបង់ពេលនេះម៉ាក់សួរខ្ញុំថាចង់ធ្វើអីដែរខ្ញុំពិចារណាឲ្យទើបដឹងថាការពិតខ្ញុំក៏មានក្តីសម័យក៏មានការងារដែលខ្លួនចង់ធ្វើដែរខ្ញុំចូលចិត្តអានសៀវភៅតាំងពីអាយុ19ឆ្នាំខ្ញុំមិនចង់ធ្វើត្រឹមតែជាអ្នកអានទេហើយចង់ក្លាយជាអ្នកចងក្រងសៀវភៅទៀតផងនៅលើក្របមុខនិងក្រោយសៀវភៅតែងតែមានឈ្មោះរបស់អ្នកបោះពុម្ពមែនទេខ្ញុំចង់ឃើញឈ្មោះខ្លួនឯងដែរនោះជាក្តីសម័យនិងក្តីសង្ឃឹមរបស់ខ្ញុំបានចុះឈ្មោះរៀនខាងបោះពុម្ពផ្សាយហើយមួយអាទិត្យ2ថ្ងៃគឺទៅស្ដាប់អ្នកជំនាញចងក្រងសៀវភៅបង្រៀន Mượn ấy. Thưa bạn lõ. Rượu sinh bà mình đừng tì. Còn tay bà đường trọng krong xếp hở. Miền bà hai nâng chung vốn. Tôi chỉ ai mà riêng đó thân nằm mình đồng mình nào. Còn miền mình chỉ chờ ai chui anh đây. អញ្ចឹងលោកប៉ា Lọ nọ ai này dây tử. Mình thả chia với tì. Cứ ai này chỉ bàn tiếng ỏ nữa. Bùi dương chỉ cua xa tên mùi hỏi. Miền đường ấy bầm mò. គឺថាអាចឲ្យខ្ញុំធ្វើការនៅក្រុមហ៊ុនលោកប៉ាបានទេមិនថាជាការងារអីទេខ្ញុំអាចធ្វើបានទាំងអស់ខ្ញុំនឹងព្យាយាមធ្វើឲ្យបានល្អខ្ញុំចង់ចាប់ផ្ដើមឈានទៅមួយជំហានម្ដងរៀនសន្សំបានទេ Mình mến thà mình bàn tì. Tại bà bà cô sức ta ai này dụ ra tập bà xong chân hỏi nữa. Thế bà thà bà ai chui này dây bàn. Bọn ta sức xâm rách mạnh chọc. Thế bà cô ai này dụ xong chân nẹ xâm rách. ทำไมលោកនាយកសង្ឃមែនទេ ម៉ាក់យកឲ្យជង្វន់មែនទេព្រឹកឡើងនាងមិនទាន់បានញ៉ាំអីទេអំបញ្ញមិញដោយសាររឿងនោះក៏អត់ញ៉ាំអីទៀតនាងមិនបានញ៉ាំអីពេញមួយថ្ងៃហើយឲ្យខ្ញុំមកខ្ញុំយកឲ្យនាងឯងហ៎ខ្ញុំចង់ផ្សះផ្សាខ្ញុំនឹងទៅសុំទោសនាងមុន
ល្អល្អណែខ្ញុំចូលទៅហើយចង់ទៅក្រៅមែនទេលោកថានាងមិនទាន់ញ៉ាំអីមួយថ្ងៃហើយមកបារម្ភពីនាងណាណែញ៉ាំទៅសុំតអំបញ្ញមិញខ្ញុំនិយាយហួសហេតុបន្តិចខ្ញុំដឹងច្បាស់ណាស់មិនគួរធ្វើបែបនេះប៉ុន្តែចេះតែខឹងនឹងនាងឃើញនាងក៏ខឹងភ្លាមហេតុនេះទើបខ្ញុំនិយាយពាក្យខុសពីចិត្តអស់ទាំងនោះចេញមកបែបនេះពាក្យខុសពីចិត្តតើមែនទេពួកយើងសាក់លបងរាប់អានគ្នាឲ្យល្អទៅដូចនាងនិយាយអញ្ចឹងពួកយើងត្រូវរើគ្នាទៅក្នុងផ្ទះបានសុខសាន្តញ៉ាំរួចហើយចាំចេញទៅអាយ៉ាគ្នាថ្ងៃនេះមិនចាំថ្ងៃស្អែកលាស្រីចិត្តកានាងមិនចង់ញ៉ាំមែនទេចានាងចេញទៅក្រៅហើយមែនទេឲ្យមកម៉ាក់យកទូកកុំអីខ្ញុំញ៉ាំក៏បានដែរម៉ាក់ខ្ញុំក៏ឃ្លានដែរខ្ញុំចង់ញ៉ាំអូអញ្ចឹងក៏បានដែរអញ្ចឹងខ្ញុំចូលក្នុងបន្ទប់សិនហើយត្រូវហើយគីមរ៉ាន់ចាម៉ាក់ញ៉ាំហើយពួកយើងទៅក្រៅដែរទៅទិញសម្ភារៈប្រើប្រាស់សម្រាប់ឯងណាចាល្អរៀបចំខ្លួនទៅចា
សុំស្វាគមន៍លោកស្រីខានមកយូរហើយលោកស្រីមកកាត់សក់មែនទេ មិនមែនខ្ញុំទេ គឺកូនស្រីខ្ញុំ អូសួស្ដីអូគឺកូនប្រសាមែនទេកូនប្រុសលោកស្រីចាត់រៀបការហើយហ៎ អត់ទេ នាងជាកូនស្រីខ្ញុំ ថាម៉េចក្រៅពីអ្នកនាងចង់វ៉ននៅមានកូនស្រីម្នាក់ទៀត អូគឺដោយសារមានតម្លៃពេកទើបពីមុនមកលាក់ទុករហូត ថាម៉េចអ្នកនាងចង់វ៉នក៏មកដែរមេជាងបញ្យោប្រាប់គាត់ដែរប៉ុន្តែគាត់នៅតែចង់កាត់សក់ខ្លីបែបនេះពេលនេះគាត់កំពុងកាត់ហើយ ចុងវនក៏មកដែរហ៎ ចាទុកអាយក្រៅនឹងកាបូបនៅទីនេះចាស់ ថាម៉េច អូកុំបារម្ភអីខ្ញុំនឹងទុកនៅក្បែរកាបូបរបស់អ្នកនាងចុងវ៉ន ចប់គ្នាថ្ងៃនេះមិនចាំថ្ងៃស្អែកលាស្រីចាប់ក្អែកជប់ងងជប់ស្រក់ទឹកភ្នែកព្រោះមនុស្សដូចអូនបែកគ្នាថ្ងៃនេះមិនចាំថ្ងៃស្អែករួបេះដូងស្រែកប្រាប់ថាមិនអាចទ្រាំស្រឡាញ់អូនទៀតទេ